អ្នកចិត្តខាងអើយមកយកសម្លស្ងោរម្រះជប៉ុនធម្មជាតិរបស់អូនណាឥឡូវនេះតោះបងប្អូនកយគុណការបេះម្រះ3ប្រភេទគឺម្រះជប៉ុនបែបសម្រះជប៉ុនបែបខៀវនិងម្រះខ្មែររបស់យើងស្លចូលគ្នាតែមានរសជាតិយ៉ាងណាតោះទស្សនាជាមួយនឹងខ្ញុំណាបងប្អូនជារៀបសួរលោកពុកអ្នកម្ដាយលោកពូអ្នកមីងបងប្អូនកូនជាទីស្រឡាញ់ថ្ងៃនេះនាងខ្ញុំបេះប្រភេទម្រះទាំង3នេះស្លជូនអ្នកចិត្តខាងបងប្អូនអើយឆ្ងាញ់ណាស់ណាតោះទស្សនាដូចតទៅនាងខ្ញុំតែងតែនិយាយបរិយាយពីការចម្អិនម្ហូបថ្ងៃនេះនាងខ្ញុំអត់និយាយទេណាដោយសារតែការចម្អិនម្ហូបស្ងោរម្រះហ្នឹងណាគ្រួសារណាក៏ចេះដែរក៏ប៉ុន្តែនាងខ្ញុំនឹងនិយាយរឿងមួយបងប្អូនគឺរឿងសំណាបយោងដីស្រីយោងបរោះបងអូនណាអ្នកម្ដាយពិតជាមានសំណាងណាស់ដែលបានលោកប្តីនាងខ្ញុំហ្នឹងធ្វើជាលោកប្តីតោះបងប្អូនស្ដាប់ជាមួយនាងខ្ញុំណាសំណាបយោងដីស្រីយោងបរោះនាងខ្ញុំនិទានរឿងគ្រួសារមួយជាមួយនឹងគ្រួសារនាងខ្ញុំគ្រួសារមួយបងប្អូនចាប្តីរបស់គាត់ពូកែដាំដំណាំណាស់បងប្អូនអើយខ្លាំងជាងអាបងរបស់នាងខ្ញុំទៀតក៏ប៉ុន្តែប្រពន្ធមើលមិនឃើញទេប្រពន្ធរបស់គាត់តែងតែមើងងាយការដាំដំណាំប្រពន្ធរបស់គាត់តែងតែខ្ជិលទូលទៅលក់បងប្អូនប្រពន្ធរបស់គាត់ជ្រើសរើសទៅធ្វើរោងចក្ររហូតមានថ្ងៃមួយលែងលះគ្នាដោយសារតែប្រពន្ធបន្ទោសប្តីមើលប្តីគេដល់ខែមានលុយឲ្យទឹកដុំឯប្តីឯងដាំបន្លែធ្វើអីកើតឲ្យខ្ញុំនឹងទូទៅលក់ខ្មាស់គេទៅធ្វើរោងចក្របងប្អូនចាទៅធ្វើរោងចក្ររហូតដល់ថ្ងៃលែងលះគ្នាតាមពិតទៅនាងខ្ញុំមកនៅទីនេះដំបូងបងប្អូនចា2017នាងខ្ញុំទិញដី2018នាងខ្ញុំអភិវឌ្ឍ2019នាងខ្ញុំមកនៅជាប់បងប្អូនដោយសារតែគេបិទកូវីដបងប្អូនលោកប្តីនាងខ្ញុំគាត់ដាំគាត់ដាំឡើងច្រើននាងខ្ញុំគិតថាបើសិនជាកាន់ច្រើនទៅនាងខ្ញុំនឹងយកទៅលក់អីបងប្អូនក៏ប៉ុន្តែនាងខ្ញុំប្រពឹសដៃបងប្អូននាងខ្ញុំថតវីដេអូថតលេងទេបងប្អូនថតលេងក៏មានបងប្អូនចូលចិត្តទស្សនាច្រើនក៏សម្រាប់ចិត្តគិតថាអូថតវីដេអូរលុយលេងមើលបងប្អូនអើយនៅពេលដែលនាងខ្ញុំបើកផេកនឹងដំបងនាងខ្ញុំរដាប់រដួលណាបងប្អូននាងខ្ញុំដួលរហូតដោយសារតែនាងខ្ញុំអត់ដឹងពីប្រធានបទការពិន័យតាក់ទងនឹង caption តាក់ទងនឹងយើងថតជាប់ឈាមជាប់សម្លេងក្មេងយំអីដាច់រហូតដល់លោកប្តីនាងខ្ញុំហ្នឹងអូនណាឈប់ទៅកូននាងខ្ញុំហ្នឹងអ្នកម្ដាយអើយឈប់ទៅនាងខ្ញុំតស៊ូដល់ឥឡូវបងប្អូនចានាងខ្ញុំតស៊ូមកដល់ឥឡូវនាងខ្ញុំតស៊ូបន្លែលោកប្តីនាងខ្ញុំដែលគេមិនអោយតម្លៃហ្នឹងឥឡូវហ្នឹងមានតម្លៃដូចដំពេចអញ្ចឹងហើយអូនកូនកុំមើលងាយបន្លែណាបន្លែអាចជួយឲ្យយើងមានសុខភាពល្អបន្លែអាចជួយឲ្យយើងមានជីវិតធូរធារបានចានិយាយមែនណាបងប្អូននៅក្រៅភូមិរបស់នាងខ្ញុំប្តីគាត់ឧស្សាហ៍ណាស់ប្រពន្ធក៏ឧស្សាហ៍ទូលយកទៅលក់ដែរឥឡូវហ្នឹងជិះឡានសិតតែ 3-40000 មាសពាក់ពេញជ្រែកខ្លួនតែម្ដងបងប្អូននិយាយមែនណាបងប្អូនហេងទាំងអស់គ្នាបើសិនជានាងខ្ញុំនិយាយខុសមេត្តាខន្តីអភ័យទោសដល់នាងខ្ញុំផងណាហេង